ទម្លាប់មួយចំនួនអាចជួយឲ្យអ្នកមានសេរីភាពផ្នែកហិរញ្ញវត្ថុរៀបសួរថ្ងៃនេះខ្ញុំមានប្រធានបទមួយទាក់ទងជាមួយនឹងទម្លាប់មួយចំនួនធ្វើឲ្យអ្នកមានសេរីភាពផ្នែកហិរញ្ញវត្ថុមនុស្សយើងម្នាក់ជោគជ័យឬក៏បរាជ័យគឺអាស្រ័យទៅលើទម្លាប់ទូចៗដែលយើងរស់នៅប្រចាំថ្ងៃនឹងផងដែរថ្ងៃនេះយើងមកស្វែងយល់បន្ថែមទាក់ទងនឹងទម្លាប់តើធ្វើម៉េចដើម្បីคล้ายទៅជាទម្លាប់ហើយទម្លាប់នោះវាកើតឡើងដោយរបៀបណាទម្លាប់នោះគឺមានន័យថាការដែលធ្វើអ្វីដដែលរយៈពេលយូរជាប្រចាំតែคล้ายទៅជានិស្ស័យរបស់យើងណាហើយទម្លាប់នោះគឺវាមានឥទ្ធិពលរុញច្រានជីវិតយើងឲ្យជោគជ័យឬក៏បរាជ័យទៅបានអញ្ចឹងថ្ងៃនេះខ្ញុំលើកយកទម្លាប់មួយចំនួនដែលអាចជួយឲ្យយើងនឹងមានសេរីភាពផ្នែកហិរញ្ញវត្ថុទម្លាប់ទី1គឺការទម្លាប់សន្សំទម្លាប់សន្សំលុយនោះគឺមានន័យថាពេលដែលយើងទទួលបានចំណូលពេលដែលយើងមានលុយឬក៏ទទួលបានលុយពីប្រាក់ខែឬក៏ប្រាក់បៀវត្សរបស់យើងឬក៏ចំណូលពិសេសណាមួយដែលយើងទទួលបានមកនោះគឺយើងមានទម្លាប់មួយគឺយកលុយទៅសន្សំពេលដែលយើងសន្សំជាប្រចាំរៀងរាល់សប្តាហ៍ក៏ដោយរៀងរាល់ខែក៏ដោយយូរទៅយើងធ្វើអញ្ចឹងយូរទៅវានឹងក្លាយជាទម្លាប់ហើយអ្នកខ្លះក៏ច្រឡំថាសន្សំមួយថ្ងៃពីរថ្ងៃមួយខែពីរខែហើយអាចទទួលបានលុយច្រើនមែនទេគឺយើងសន្សំឲ្យក្លាយទៅជាទម្លាប់ទម្លាប់ទី2គឺទម្លាប់ក្នុងការរស់នៅទម្លាប់ក្នុងការរស់នៅក៏ជាទម្លាប់មួយដែលជួយជំរុញឲ្យផ្នែកហិរញ្ញវត្ថុរបស់យើងនឹងល្អប្រសើរផងដែរឧទាហរណ៍ខ្ញុំសូមលើកឧទាហរណ៍ទាក់ទងជាមួយនឹងមិត្តភ័ក្តិ2 3នាក់រស់នៅក្នុងបន្ទប់តែមួយឬក៏រស់នៅក្នុងផ្ទះតែមួយជាមួយគ្នាម្នាក់ទៀតចូលបន្ទប់ទឹកបើកភ្លើងចេញមកវិញអត់បិទអ្នកក្រោយចូលទៅឃើញមិនមែនខ្ញុំអ្នកបើកផងហេតុអីខ្ញុំចាំបាច់បិទអានឹងគឺមានន័យថាទម្លាប់រស់នៅប្រចាំថ្ងៃទម្លាប់រស់នៅប្រចាំថ្ងៃក៏មានឥទ្ធិពលក្នុងការជួយឲ្យផ្នែកហិរញ្ញវត្ថុរបស់យើងនឹងប្រសើរឡើងផងដែរឧទាហរណ៍ការដែលយើងទម្លាប់រស់នៅទម្លាប់ការហូបចុកដោយការសន្សំសំចៃហើយការហូបចុកដោយសន្សំសំចៃហ្នឹងមិនមែនហូបសន្សំហូបត្បិតត្បៀតរហូតដល់ប៉ះពាល់សុខភាពនោះទេគឺការទម្លាប់កាត់បន្ថយទម្លាប់ហូបអាហារណាដែលធ្វើឲ្យប៉ះពាល់សុខភាពឧទាហរណ៍ពួកភេសជ្ជៈបោកកម្លាំងពួកកាហ្វេអ៊ីនដែលយើងហូបបរិមាណច្រើនហួសអីអស់ហ្នឹងគឺសិតតែធ្វើឲ្យប៉ះពាល់សុខភាពហើយខាត់បង់លុយផងដែរហើយឧទាហរណ៍ពួក fast food អាសម្រាមពួកហ្នឹងមិនគួរហូបជាប្រចាំទេយូរម្ដងអាចបានអញ្ចឹងការដែលយើងហូបជាប្រចាំហ្នឹងធ្វើឲ្យយើងអស់លុយច្រើនហើយប៉ះពាល់ដល់សុខភាពទៀតអាហ្នឹងគឺទាក់ទងទម្លាប់រស់នៅប្រចាំថ្ងៃហើយមួយទៀតការប្រើប្រាស់ទឹកភ្លើងក្នុងផ្ទះអានឹងគឺសិតតែរួមចំណែកកាត់បន្ថយការចាយវាយរបស់យើងផងដែរទម្លាប់ទី3ទាក់ទងនឹងការគិតទស្សនៈការយល់ឃើញអ្នកខ្លះយល់ឃើញថាការចាយវាយតិចតួចស្អែកគង់តរោបានទៀតទេដូចថាយើងចូលចិត្ត party ជួបជុំមិត្តភ័ក្តិផឹកស៊ីអ្នកខ្លះគាត់គិតថាវាមិនទៅស្អីទេមិនជាអស់ប្រមាណទេស្អែកខាងស្អែកយើងរោបានទៀតហើយអាទម្លាប់អញ្ចឹងណាវាធ្វើឲ្យយើងអស់លុយដល់អត់ដឹងខ្លួនអានឹងគឺគេហៅថាការគិតឬការយល់ឃើញបែបមើងងាយលុយអញ្ចឹងអ្នកទាំងអស់គ្នាភ្លេចថាអាតិចតួចដែលយើងសំដែលយើងកែប្រែហ្នឹងអាចធ្វើឲ្យលុយរបស់យើងហ្នឹងសល់ដល់ដឹងខ្លួននេះអញ្ចឹងហើយមួយទៀតការគិតបែបវែងឆ្ងាយមានន័យថាមុននឹងសម្រេចចិត្តទិញអ្វីមួយយើងត្រូវមានការគិតឲ្យបានវែងឆ្ងាយគិតឲ្យបាន 2-3 ដងមុននឹងយើងសម្រេចចិត្តទិញយើងគិតថារបស់ហ្នឹងវាចាំបាច់សម្រាប់យើងក្នុងការទិញអត់បើយើងអត់ទិញវាមានផលប៉ះពាល់ដល់ជីវិតរស់នៅប្រចាំថ្ងៃរបស់យើងអត់អាហ្នឹងគឺតាក់ទងជាមួយនឹងទស្សនៈនៃការគិតទស្សនៈឬការយល់ឃើញរបស់យើងដែលខុសតាក់ទងរឿងលុយហ្នឹងឯងទី4យើងត្រូវមានទម្លាប់រៀបផែនការហិរញ្ញវត្ថុគឺយើងត្រូវមានទម្លាប់តាំងគោលដៅរបស់យើងថាមុននឹងចង់បានអ្វីយើងត្រូវតាំងគោលដៅរបស់យើងតើយើងរៀបផែនការហិរញ្ញវត្ថុរបៀបណាសន្សំរបៀបណាបរិមាណប្រមាណក្នុងមួយខែឬក្នុងមួយសប្តាហ៍ហ្នឹងដើម្បីបានរបស់ដែលយើងចង់បានយើងត្រូវមានផែនការហិរញ្ញវត្ថុមួយច្បាស់លាស់ថាបែងចែកប្រមាណភាគរយសម្រាប់យើងសន្សំទុកពេលយើងចាស់ទៅឬមួយបែងចែកប្រមាណភាគរយសម្រាប់ទិញរបស់ដែលយើងចាំបាច់ប្រើប្រាស់ឬរបស់ដែលយើងចង់បានប្រមាណភាគរយសម្រាប់ចាយវាយប្រចាំថ្ងៃអាហ្នឹងគឺផែនការហិរញ្ញវត្ថុដែលយើងគួរតែមានទម្លាប់រៀបចំគិតគូរចាប់ពីពេលនេះតទៅទម្លាប់មួយទៀតដែលសំខាន់គឺការថែរក្សាសុខភាពទោះបីយើងមានលុយច្រើនប៉ុណ្ណាបើសិនជាសុខភាពយើងអត់ល្អក៏ទ្រព្យសម្បត្តិទាំងអស់នោះមិនអាចនៅជាមួយយើងបានដែរការដែលមានទម្លាប់ថែរក្សាសុខភាពទម្លាប់ហាត់ប្រាណជាប្រចាំទម្លាប់ហូបរបស់ល្អសម្រាប់សុខភាពគឺជារឿងមួយដែលធ្វើឲ្យហិរញ្ញវត្ថុរបស់យើងនឹងគឺមានសុខភាពល្អផងដែរទម្លាប់ចុងក្រោយដែលខ្ញុំគិតថាល្អគឺការសិក្សារៀនសូត្រគឺទោះបីយើងបញ្ចប់ការសិក្សានៅសាលាហើយក៏ដោយប៉ុន្តែកុំភ្លេចការសិក្សារៀនសូត្រដោយខ្លួនយើងមិនថាតែការរៀនសូត្រទាក់ទងរឿងលុយកាក់រឿងហិរញ្ញវត្ថុការសិក្សារៀនសូត្រទាក់ទងរឿងសុខភាពការសិក្សារៀនសូត្ររឿងវិនិយោគគឺការរៀនសូត្រគឺសិតតែល្អគឺយើងបើកចិត្តឲ្យទូលាយរៀនសូត្ររៀនស្ដាប់ពីអ្នកដទៃហើយរៀនអានរៀនស្វែងយល់បន្ថែមទាក់ទងនឹងជីវិតប្រចាំថ្ងៃរបស់យើងមិនថាតែការរៀនសូត្រទៅលើការវិនិយោគគឺកាលណាតែយើងរៀនសូត្របានច្រើនធ្វើឲ្យយើងមានគំនិតមួយគេហៅថាការអភិវឌ្ឍខ្លួនយើងបន្ថែមហ្នឹងមិន
មិនអោយខ្លួនយើងនៅតែមួយកន្លែងនោះទេសរុបមកគឺចំណុចខ្ញុំយល់ថាទម្លាប់តូចៗទាំង6ដែលបានលើកឡើងហ្នឹងគឺជួយឲ្យយើងហ្នឹងអាចនឹងមានសេរីភាពផ្នែកហិរញ្ញវត្ថុការដែលមានសេរីភាពផ្នែកហិរញ្ញវត្ថុហ្នឹងគឺយល់ឃើញខុសៗគ្នាអ្នកខ្លះគិតថាត្រឹមតែមានលុយអាចធ្វើអ្វីដែលយើងចង់ធ្វើអាចមានលុយទិញអ្វីដែលយើងចង់ទិញហើយនឹងមានលុយមួយចំនួនសម្រាប់ផែនការអនាគតនៅពេលដែលយើងឈប់ធ្វើការឬពេលដែលយើងចូលនិវត្តន៍ហ្នឹងគឺជាសេរីភាពផ្នែកហិរញ្ញវត្ថុរួចទៅហើយប៉ុន្តែអ្នកខ្លះទៀតយល់ថាតើតែមានលុយច្រើនខ្លាយទៅជាសេដ្ឋីអាហ្នឹងបានគិតថាគិតមានសេរីភាពផ្នែកហិរញ្ញវត្ថុអញ្ចឹងការយល់ឃើញកន្លែងនេះគឺខុសគ្នាអញ្ចឹងទម្លាប់ទាំងអស់នេះគឺអាចជួយអ្នកទាំងអស់គ្នាបើយល់ថាคลิปវីដេអូនេះមានអត្ថប្រយោជន៍សម្រាប់អ្នកកុំភ្លេចជួយ share ទៅឲ្យមិត្តភ័ក្តិរបស់អ្នកបានឃើញនិងជួយ subscribe channel YouTube នេះផងសូមអរគុណសូមជម្រាបលា